ជំនះសួរនេះខ្ញុំឈ្មោះសឹងសាំជាជនជាតិដើមភាគតិចគួយភូមិប្រមេឃុំប្រមេស្រុកដេងមានជ័យខ្ញុំជាចាស់ទុំរយៈពេលពីដើមព្រៃឈើយើងខ្ញុំគឺគ្មានអ្វីប៉ះពាល់ទេគឺបងប្អូនរកអាស្រ័យផលម្ដងជាប់បុយវ៉ាគឺបានសុខរហូតដល់ពេលចុងក្រោយទៀតបានមានក្រុមហ៊ុនចុះមកកាត់បំផ្លាញព្រៃឈើដើមទៅបោះហើយចុងក្រោយទៀតដោយសារតែហើយអ្នកបំផ្លាញព្រៃឈើបានសហគមន៍ជនជាតិដើមភាគតិចរបស់ខ្ញុំបានសហការជាមួយគ្នាបងប្អូនក្នុងភូមិបានរៀបចំដាក់គម្រោងតលបាតព្រៃដើម្បីថែរក្សាព្រៃឈើបានគង់វង្សជំរាបសួរខ្ញុំបាទឈ្មោះថាប់សុខីជាជនជាតិដើមភាគតិចគួយបច្ចុប្បន្នខ្ញុំគឺជាប្រធានសហគមន៍ជនជាតិដើមភាគតិចមូលហេតុដែលខ្ញុំចុះល្បាតការពារព្រៃឈើយើងមើលឃើញនៃរោងការកាប់បំផ្លាញជាច្រើនករណីគាត់កាប់នៅតាមតំបន់ពីពួកខ្ញុំដែលជាសហគមន៍ជនជាតិដើមភាគតិចគួយនេះគឺយើងគួរតែធ្វើការចុះល្បាតឲ្យបានជាប្រចាំដើម្បីយើងថែរក្សាព្រៃឈើនិងធនធានធម្មជាតិទាំងអស់នោះព្រោះព្រៃឈើទាំងនោះគឺមានសារៈសំខាន់សម្រាប់ជនជាតិដើមភាគតិចធ្លាប់អាស្រ័យផលដូចជាដងជ័ររកផ្លែឈើបូជផលហើយនិងរកអនុផលផ្សេងបើសិនយើងមិនបានទៅការពារទេវានឹងបាត់បង់ក្នុងអំឡុងពេលធ្វើការចុះល្បាតពួកខ្ញុំក៏មានជួបបញ្ហាបន្ទះដូចជាពិបាកធ្វើដំណើរដោយសារផ្លូវវាពិបាកផងហើយយើងខ្វះធនធានសម្ភារៈផ្សេងជាច្រើនទីមួយយើងធ្វើដំណើរទៅមានខូចគុយយន្តក្នុងនោះក៏មានបញ្ហាប្រឈមជាមួយជនល្មើសមួយចំនួនដែលធ្លាប់ពួកគាត់កាត់ឈើហើយយើងទៅជួបគាត់ផ្ទាល់ហើយមានការឆ្លោះប្រកែកគ្នាមួយលើកជាពីរលើកដែរក្នុងអំឡុងពេលយើងចុះល្បាតក្នុងអំឡុងពេលដែលយើងចុះល្បាតជួបជនល្មើសពួកខ្ញុំតែងតែមានការជជែកជាមួយពួកគាត់សម្រួលហើយយើងធ្វើការណែនាំហើយឲ្យគាត់ធ្វើការប្រកបមុខរបរអីផ្សេងហើយកុំឲ្យពួកគាត់មកកាប់ឈើពោះតែឡាយើងកាប់ឈើទៅបើសិនសហគមន៍ពួកខ្ញុំដល់ជួបវគ្គក្រោយយើងធ្វើការចាប់ខ្លួនដូចជាចាប់ពយន្តឲ្យកន្លែងមន្ត្រីអាឈានរៈក្នុងនោះក៏ពួកគាត់មួយចំនួនក៏បានយល់ព្រមនិងប្រកបមុខរបរអីផ្សេងក្រៅពីកាត់ឈើនេះជាដំណោះស្រាយដែលពួកខ្ញុំធ្លាប់លើកន្លងមកក្នុងអំឡុងពេលធ្វើការចុះល្បាតហ្នឹងពួកខ្ញុំមានការខ្វះខាតសម្ភារៈមួយចំនួនពួកខ្ញុំក៏បានស្នើសុំទៅយាឲ្យគាត់តម្រួលជួយជាប្រេងសុទ្ធសម្ភារៈអីផ្សេងសម្រាប់ធ្វើការចុះល្បាតក្នុងនោះក៏មានអង្គការមួយចំនួនដែរដែលគាត់ជួយគាំទ្រទៅលើការចុះល្បាតដូចជារាល់ការកង្វះខាតរបស់សហគមន៍យើងមានការគាំទ្រពីសមាគមស៊ីយ៉ាខ្ញុំបាទពិតជាមានការអរគុណមែនទែនដែលគាត់បានជួយឲ្យគាត់មើលឃើញពីបញ្ហាមួយចំនួនដែលខាងសហគមន៍ពួកខ្ញុំធ្លាប់ជួបកន្លងមកចាជំរាបសួរនេះខ្ញុំឈ្មោះរំបូណាជាជនជាតិដើមភាគតិចគួយរស់នៅភូមិប្រមេឃុំប្រមេសប្តាហ៍នេះខ្ញុំជាជំនួយការគម្រោងនៅក្នុងសមាគមយុវជនជាតិដើមភាគតិចកម្ពុជាដែលហៅកាត់ថាស៊ីយ៉ាចាដោយសារតែការដឹកនាំក៏ដូចជាការរៀបចំរបស់ខ្ញុំនឹងខ្ញុំជាជំនួយការនៅក្នុងដំណោះស្រាយមួយចំនួនដែលខ្ញុំធ្វើទៅលើប្រៃឈើការការពារធនធានធម្មជាតិនឹងមានដូចជាការគៀងកក៏ដូចជាការដឹកនាំក្រុមយុវជនដើម្បីឲ្យពួកគាត់បានចូលរួមល្បាតក៏ដូចជាការលើកទឹកចិត្តដល់យុវជនដើម្បីឲ្យពួកគាត់មានឱកាសក្នុងការចូលរួមនៅក្នុងការការពារធនធានធម្មជាតិជាដើមគៀងកនៅក្នុងការជួបជុំជាមួយយុវជនគឺយើងទទួលបានការឧបត្ថម្ភក៏ដូចជាការផ្ដល់ជាអាហារសម្រន់អាហារសាមគ្គីសម្រាប់ក្រុមយុវជននៅក្នុងសហគមន៍របស់យើងទៅពេលដែលយើងមានសកម្មភាពណាមួយក្នុងការជួបជុំជាមួយយុវជនជាមួយសហគមន៍ឬការធ្វើការងាររួមការសាមគ្គីគ្នាហ្នឹងគឺបានសមាគមគាត់ជាអ្នកផ្ដល់ជួយជាបច្ចេកទេសផងជួយជាថវិកាបន្តិចបន្តួចទៅតាមលទ្ធភាពដែលសមាគមមានជំរាបសួរបងប្អូនអរគ្នាខ្ញុំបាទមោះអែមកក្កដាជាជនជាតិដើមភាគតិចគួយចំពោះព្រៃឈើមានអត្ថប្រយោជន៍ជាច្រើនដូចជាទី1យើងអាចរកចំណូលទី2យើងស្រ័យផលដូចជារកបន្លែផ្លែឈើហូបផ្សេងព្រៃឈើអាចផ្ដល់ចំណូលបានដូចជាយើងរកបេះផ្លែគុយដកផ្សិតហើយនឹងរកឃ្មុំដងជ័រផ្សេងជាដើមចំពោះព្រៃឈើបើសិនជាយើងប្រៀបធៀបកាលពីមុនហើយនឹងឥឡូវពីមុនព្រៃឈើមានបទល្មើសច្រើនហើយបច្ចុប្បន្ននេះគឺមានការថយចុះចំពោះបទល្មើសព្រៃឈើដោយសារមានការសហការគ្នាជាមួយបរិស្ថានជាមួយនឹងសហគមន៍មូលដ្ឋានដើម្បីចុះល្បាតព្រៃឈើហើយឃើញថាបទល្មើសមួយចំនួនក៏កាន់តែថ
ថយចុះដែរ ខ្ញុំឈ្មោះរ៉ែនសវងជាជនជាតិដើមភាគតិចគួយជាគណៈកម្មការនាងខ្ញុំពិតជាសប្បាយចិត្តណាស់បានការពារធនធានធម្មជាតិបានល្អបើសិនថាធនធានធម្មជាតិព្រៃឈើយើងបានល្អយើងអាចទទួលផលពីព្រៃឈើបានប្រមូលផលអនុផលព្រៃឈើដូចជាដងជ័រទឹកឃ្មុំដកផ្សាតរកអនុផលព្រៃឈើផ្សេងដូចជាផ្ដៅចុងផ្ដៅនាងខ្ញុំបានស្គាល់សញ្ញាតាំងពីឆ្នាំ2011ហើយសញ្ញាបានធ្វើការជាមួយសហគមន៍ពង្រឹងសហគមន៍ឲ្យមានភាពក្លាហានហើយនឹងមួយទៀតបានរកអាហារូបករណ៍ហើយនឹងទីស្នាក់នៅរបស់ប្រសាទសិស្សហើយនឹងជួយក្រងក្រុមយុវជននៅសហគមន៍របស់នាងខ្ញុំមួយទៀតបើកវគ្គបណ្ដុះបណ្ដាលដល់សហគមន៍របស់នាងខ្ញុំឲ្យមានភាពសាមគ្គីគ្នាខ្ញុំគិតថាសកម្មភាពទាំងអស់នេះគឺមានសារៈសំខាន់ខ្លាំងណាស់ជាចុងក្រោយសូមអរគុណដល់ម្ចាស់ជំនួយដែលផ្ដល់មូលនិធិដល់សមាគមស៊ីយ៉ាដែលបានធ្វើឲ្យស៊ីយ៉ាមានសកម្មភាពជាមួយសហគមន៍យើងខ្ញុំ